ខេជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទសារជាថ្មីនៅថ្ងៃនេះតាក់ទងជាមួយនឹងវីដេអូនៃការ review អំពីកសិដ្ឋានដាំយកមើមឈូកនៅក្នុងខេត្តអេបារ៉ាគីនៅក្នុងប្រទេសជប៉ុនដូចវីដេអូមុនដែលខ្ញុំបានថតជូនបងប្អូនទស្សនានោះគឺជាផ្នែកដ៏តូចមួយនៃកសិដ្ឋានដាំយកមើមឈូកនៅក្នុងខេត្តអេបារ៉ាគីនេះគឺជាទីតាំងដ៏ធំបាទកន្លែងដ៏ធំបាទនៅក្នុងខេត្តអេបារ៉ាគីដែលគេដាំយកមើមឈូកដូចដែលបងប្អូនមើលឃើញនៅតាមជ្រុងនៃដងផ្លូវហ្នឹងគឺសិតតែចំការឈូកដែលគេដាំយកមើមហើយកន្លែងខ្លះដោយសារគេដាំមុនអញ្ចឹងទៅគេប្រមូលផលមុនកន្លែងខ្លះអត់ទាន់វាទៅដាំតាមក្រោយអញ្ចឹងទៅគេប្រមូលផលតាមក្រោយហើយនៅក្នុងចំការឈូកនេះគឺមិនមែនម្ចាស់តែមួយទេម្ចាស់ច្រើនអ្នកដូចថាមានអ្នកគេដាំផ្សេងគ្នាអញ្ចឹងណាកសិករជនជាតិជប៉ុនគេដាំឈូកអ្នកខ្លះដាំលក្ខណៈបែបគ្រួសារអ្នកខ្លះដាំបែបលក្ខណៈក្រុមហ៊ុនអីចឹងណាបាទដូចចំការឈូកដែលបងប្អូនបានឃើញនេះគឺជាឈូកបាទដែលគេដាំនៅតាមដងផ្លូវហើយសិតតែផ្លូវកៅស៊ូបាទគឺទីតាំងរបស់គេគឺស្អាតមែនទែនបាទនៅតាមដងផ្លូវគេនេះគឺសិតតែមានបន្លាយទឹកអីត្រឹមត្រូវផ្លូវអីនិយាយរួមទៅយើងជិះឡានជិះអីបានឡើងមកស្រួលណាបាទបងប្អូនហើយនៅតំបន់នេះគឺគេដាំឈូកធំជាងគេនៅខេត្តអេបារ៉ាគីហ្នឹងបាទនិយាយថាពីឈូកវិញចំការឈូកមិនដឹងជាប្រមាណ100000ហិកតាទេបន្តកតុយគ្នារហូតវែងដល់ណាដល់ណីបើយើងជិះកង់វិញសឹងថា5 6 7គីឡូដីគឺនៅសិតតែចការឈូកទាំងអស់គឺវែងដាច់កតុយភ្នែកហើយនៅតាមបន្លាយនេះបងប្អូនឃើញអញ្ចឹងណាស្រុតត្រីកង្កែបអីធំជាជនជប៉ុនគេរហូបទេត្រីនៅក្នុងទឹកសាបទៅអីចឹងគេរហូបទេប្រភេទដូចត្រីឆ្ពិនយើងអញ្ចឹងណាធំណាបាទមួយសិតតែ2គីឡូ3គីឡូអីហើយកែបអីហ្នឹងប៉ុណ្ណាហើយកែបប៉ុនសកពួនជើង1.1គីឡូអីកែបតែជាជនជប៉ុនគេរហូបទេប្រភេទត្រីទឹកសាបក៏ដូចជាកង្កែបបាទហើយអន្ទង់ក៏សម្បូរដែរនេះទឹកតាមបន្លាយហ្នឹងបងប្អូនឃើញទេបាទហើយឈូកខ្លះគឺវាចាប់ដើមងាប់បដាហើយដោយសារអីវាគេហៅថាវាដល់ពេលរដូវដែលគេត្រូវប្រមូលយកមើមវាបាទតែគេប្រមូលផលអញ្ចឹងគឺវាងាប់ដើមហើយបងប្អូនឃើញតែងាប់តែដើមអញ្ចឹងតែមើមវាខាងក្នុងគឺនៅល្អចេះហ្មងណាបាទហើយគេប្រមូលរហូតទៅដល់ខែល្ងាបាទហើយនៅក្នុងចំការឈូកមើមឈូកនេះគឺមានពលករជំនាញដូចជាជនជាតិខ្មែរយើងជនជាតិវៀតណាមអីចឹងណាច្រើនបាទគឺពួកគាត់មកធ្វើការខាងជាពលករជំនាញជាខាងការដកមើមឈូកដកអីចឹងណាតែប្រាក់ខែម៉ោងប្រាក់អីរបស់គាត់បានថ្លៃគួរសមដែរបងប្អូនបាទកាត់អីអស់គាត់អ្នកខ្លះសល់$1000អីបាទកាត់អីអស់ព្រោះដោយសារការងារនេះគឺជនជាតិជប៉ុនគេអត់ធ្វើទេអញ្ចឹងគេឲ្យតម្លៃលើការងារនេះអញ្ចឹងបានប្រាក់ម៉ោងថ្លៃបាទជាចុងក្រោយខ្ញុំសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយអរគុណ